បើលោកស្រីមហេតុអ្វីបានជាលោកត្រាំមើលឃើញថាលោកសេឡិនស្គីមិនទាន់ត្រៀមលក្ខណៈរួចរាល់សម្រាប់សន្តិភាពនោះបាទការលើកឡើងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំដែលថាខាងភាគីអ៊ុយក្រែនហាក់មិនទាន់ត្រៀមខ្លួនដើម្បីសន្តិភាពក្នុងសង្គ្រាមរយៈពេល74ឆ្នាំនេះដោយសារតែតាមរយៈនៃកិច្ចចរចាពីព្រោះនៅពេលបច្ចុប្បន្ននេះសហរដ្ឋអាមេរិកគឺជាអន្តរការីក្នុងការនាំពាក្យពីខាងភាគីអ៊ុយក្រែនទៅកាន់រុស្ស៊ីនាំពាក្យពីរុស្ស៊ីទៅកាន់អ៊ុយក្រែនតែបើតាមលោក Steve Witkoff និង Jared Kushner ដែលជាកូនប្រសារសំណប់របស់លោកត្រាំនោះបានមើលឃើញថានៅពេលបច្ចុប្បន្ននេះលោក Volodymyr Zelensky ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែនគឺហាក់មិនទាន់ត្រៀមខ្លួននៅត្រង់ថាលោក Zelensky ហាក់មានអារម្មណ៍ថាប្រសិនបើចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនមានន័យថាគ្រប់យ៉ាងត្រូវរក្សាភាពដើមនៅត្រង់ថាសូម្បីតែទឹកដីតំបន់ខាងកើតនិងខាងត្បូងដែលរុស្ស៊ីគ្រប់គ្រងនៅពេលបច្ចុប្បន្ននេះក៏រុស្ស៊ីត្រូវតែជាដើរចេញពីទឹកដីរបស់ប្រទេសអ៊ុយក្រែនដែរដោយសារតែអ៊ុយក្រែននៅតែចោទប្រកាន់ថាសង្គ្រាមឆាបឆេះនៅក្នុងទឹកដីរបស់ខ្លួនរយៈពេល74ឆ្នាំកន្លងមកនេះគឺជាការឈ្លានពានរបស់ប្រទេសរុស្ស៊ីដូច្នេះរុស្ស៊ីរឿងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននឹងចប់ភ្លាមបើសិនបើរុស្ស៊ីដើរចេញពីទឹកដីរបស់ប្រទេសអ៊ុយក្រែនដូច្នេះនេះមានន័យថាមិនទាន់ត្រៀមខ្លួនបញ្ចប់សង្គ្រាមគឺលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនគឺចង់យករួចខ្លួនប៉ុណ្ណឹងឯងចង់ថាបើចប់សង្គ្រាមទៅរុស្ស៊ីគ្រាន់តែដើរចេញពីប្រទេសអ៊ុយក្រែនគឺចប់សង្គ្រាមទៅហើយប៉ុន្តែសង្គ្រាមរយៈពេល74ឆ្នាំកន្លងមកនេះគឺរឿងរ៉ាវវាផ្លាស់ប្ដូរគោលនយោបាយក្នុងតំបន់ក៏ផ្លាស់ប្ដូរគោលនយោបាយរបស់ប្រទេសរុស្ស៊ីក៏ផ្លាស់ប្ដូរដូច្នេះអ៊ុយក្រែនគឺมันអាចរក្សាភាពដើមឲ្យបញ្ចប់សង្គ្រាមទេមានន័យថាសង្គ្រាមរយៈពេល4ឆ្នាំកន្លងមកនេះទាំងភាគីអ៊ុយក្រែននិងភាគីរុស្ស៊ីมันអាចដើរចេញដោយដៃទទេបានទេចំណុចនឹងហើយបានជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោក Donald Trump លោកបាននិយាយថាលោក Volodymyr Zelensky ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែនមិនត្រឹមតែមិនទាន់បានត្រៀមខ្លួនបញ្ចប់សង្គ្រាមទេលោក Volodymyr Zelensky នេះថែមទាំងមិនបានអានអំពីចំណុចនានាដែលលោកបានធ្វើសេចក្តីព្រៀងឡើងក្នុងចំណុចដែលក្នុងផែនការសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែនតាមរយៈសហរដ្ឋអាមេរិកគឺជាអ្នកធ្វើជាអន្តរការីនេះហើយម្យ៉ាងទៀតរហូតមកដល់ពេលនេះកិច្ចចរចាជាប់គាំងត្រឹមរុស្ស៊ីដោយសារតែការពីដំបូងគឺខាងសហរដ្ឋអាមេរិកជួបចរចាជាមួយរុស្ស៊ីហើយយកផែនការ28ចំណុចទៅជួបខាងភាគីអ៊ុយក្រែនហើយពេលដែលជួបភាគីអ៊ុយក្រែននិងអឺរ៉ុបបំព្រួញនៅសល់19ឬ20ចំណុចក្នុងផែនការទាំងនោះគឺរួញមកវិញហើយក៏យកទៅកាន់ប្រទេសរុស្ស៊ីសារជាថ្មីឥឡូវនេះនៅជាប់គាំងត្រឹមរុស្ស៊ីដូច្នេះរឿងនេះជាប់គាំងនៅត្រង់ថាអ្វីដែលរុស្ស៊ីចង់បានជាការទាមទារសម្បទានពីភាគីអ៊ុយក្រែនគឺមកប្រហែលជាមិនបានទទួលទេប៉ុន្តែទោះបីយ៉ាងណាក៏ដោយទាំងសហរដ្ឋអាមេរិកទាំងរុស្ស៊ីទាំងអ៊ុយក្រែនទាំងអឺរ៉ុបមិនបានបរិយាយលំអិតអំពីចំណុចទាំងប៉ុន្មានដែលមានចែងនៅក្នុងផែនការសន្តិភាពនៅអ៊ុយក្រែននេះទេគឺភាគីនីមួយៗគ្រាន់តែលើកមិនចំតែប៉ុណ្ណោះដូច្នេះនិយាយរួមមកវិញប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ហាក់ដូចជាមិនទាន់ត្រៀមខ្លួនបញ្ចប់សង្គ្រាមទេដោយសូម្បីតែចំណុចនៅក្នុងផែនការសន្តិភាពក៏មិនបានអានទាំងអស់ដែរដែលលោក Volodymyr Zelensky គឺទន្ទុទន្ទិញស្វែងរកតែជំនួយខាងគ្រឿងយុទ្ធោបករណ៍ពីបរទេសពីសម្ព័ន្ធមិត្តរបស់ខ្លួនមានសហរដ្ឋអាមេរិកជាដើមតែប៉ុណ្ណោះបាទតាមមើលទៅលោក Donald Trump ឬក៏យើងនិយាយជារួមថាសហរដ្ឋអាមេរិកអាចនឹងនឿយណាយអាចដើរចេញពីបញ្ហានេះដែរទេស្របពេលដែលអាមេរិកលើកសំណើជាច្រើនលើកច្រើនសារទៅហើយតែតែមិនជោគជ័យបែបនេះលោកស្រីចំពោះសហរដ្ឋអាមេរិកមិនទាន់បានប្រកាសថាខ្លួនអាចនឹងដើរចេញពីកិច្ចការជាអន្តរការីក្នុងការសម្របសម្រួលឲ្យបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននោះទេពីព្រោះសហរដ្ឋអាមេរិកតាមរយៈប្រេសិតពិសេសរបស់លោកត្រាំទទួលបន្ទុកកិច្ចការមជ្ឈមបូព៌ាហ
ហើយនឹងសហភាពអឺរ៉ុបលោក Steve Witkoff ហ្នឹងគឺលោកនៅតែមានជំនឿថាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនអាចបញ្ចប់បានតាមរយៈការចរចាពីព្រោះឥឡូវនេះសូម្បីតែទោះបីជាប់គាំងក៏ដោយក៏ដំណើរការនៃការពិភាក្សាគ្នានៅតែប្រព្រឹត្តទៅដែរដូច្នេះបើមានការពិភាក្សាគ្នាគឺសង្គ្រាមអាចនឹងចប់ហើយសហរដ្ឋអាមេរិកមិនបានបញ្ជាក់ថាខ្លួនអាចនឹងដើរចេញបើសិនបើកិច្ចចរចានៅពេលនេះត្រូវទទួលបរាជ័យនោះទេហើយតើនឹងខ្ញុំសូមបញ្ជាក់ជូនថាចេះដែរថាសហរដ្ឋអាមេរិកនឹងក៏ពិបាកនឹងដើរចេញពីប្រទេសអ៊ុយក្រែនដែរពីព្រោះអតីតប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោក Joe Biden លោកបានផ្ដល់ភាពកក់ក្ដៅខ្លាំងណាស់ដល់ប្រទេសអ៊ុយក្រែនមានទំនាក់ទំនងស្អិតល្មួតជាមួយនឹងប្រទេសអ៊ុយក្រែនរហូតដល់កាលពីលោក Joe Biden អតីតប្រធានាធិបតីសហរដ្ឋអាមេរិកបានធានាប្រទេសអ៊ុយក្រែនម្ដងហើយម្ដងទៀតថាទ្វារអង្គការ NATO នៅចំហជានិច្ចរងចាំប្រទេសអ៊ុយក្រែនដូច្នេះទាំងអស់នេះទោះបីជាសហរដ្ឋអាមេរិកមិនមែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Joe Biden ក៏ដោយក៏លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនៅពេលបច្ចុប្បន្ននេះពិបាកនឹងដើរចេញពីប្រទេសអ៊ុយក្រែនដែរពិបាកនៅត្រង់ថាបើសិនជាសហរដ្ឋអាមេរិកដើរចេញពីប្រទេសអ៊ុយក្រែនលែងគិតអ៊ុយក្រែននោះសម្ព័ន្ធមិត្តនានារបស់សហរដ្ឋអាមេរិកក៏មើលសហរដ្ឋអាមេរិកក្នុងផ្លូវអាក្រក់នឹងកាន់តែច្រើនចឹងហើយมันអាចដើរចេញពីប្រទេសអ៊ុយក្រែនទេហើយបើมันដើរចេញក៏សហរដ្ឋអាមេរិកនៅតែមានបន្ទុកមើលខុសត្រូវដល់ប្រទេសអ៊ុយក្រែនដដែលពីព្រោះអ៊ុយក្រែនប្រសិនបើសហរដ្ឋអាមេរិកឈប់គិតគូរមានន័យថាសហរដ្ឋអាមេរិកឈប់គិតគូរពីអ៊ុយក្រែនឈប់ផ្ដល់អាវុធឈប់ផ្ដល់ជំនួយខាងយោធាហើយក៏ឈប់ធ្វើជាអន្តរការីក្នុងការបញ្ចប់សង្គ្រាមនោះអ៊ុយក្រែននឹងចាញ់សង្គ្រាមរុស្ស៊ីភ្លាមដោយសារតែมันមានបាត់បង់ជំហរជាសម្ព័ន្ធមិត្តសំខាន់សម្រាប់ផ្ដល់ជំនួយទៅហើយប៉ុន្តែសហរដ្ឋអាមេរិកក៏ពិបាកនឹងដើរចេញពីអ៊ុយក្រែនដែរដូច្នេះនិយាយសរុបជារួមមកវិញគឺសហរដ្ឋអាមេរិកមិនទាន់ថានឿយណាយឈប់ធ្វើជាអន្តរការីនោះទេគឺនៅមានក្តីសង្ឃឹមថានឹងអាចនឹងជោគជ័យនៅពេលខាងមុខតែគ្រាន់តែមានការស្ដីបន្ទោសលើមេដឹកនាំរបស់ប្រទេសអ៊ុយក្រែនតែប៉ុណ្ណោះបាទសូមអរគុណលោកសេរីមយើងនឹងបន្តតាមដានបន្តទៀតអំពីបញ្ហារុស្ស៊ីនិងអ៊ុយក្រែនជម្រាបលាបាទអរគុណសរុបសេចក្តីទៅគឺថាខាងរុស្ស៊ីនេះគឺគេវាយចូលទាំងអស់គេវាយតាមអាកាសនេះគឺវាយចូលទាំងអស់ទាំងតំបន់សមរភូមិទាំងកងទ័ពទាំងសន្តិសុខក៏ដូចជាគោលដៅផ្សេងទាំងអស់ដែលមានការពាក់ព័ន្ធជាមួយនឹងសមរភូមិដែរហេតុអីបានខ្ញុំនិយាយថាពាក់ព័ន្ធសមរភូមិបើយើងនិយាយពីគេហៅថាធម្មពលដូចហ្គាសដូចភ្លើងដូចអីហ្នឹងប្រេងអីហ្នឹងគឺថាសប្តាហ៍ថ្ងៃនេះបើមិនមានអស់ហ្នឹងក៏សមរភូមិក៏អត់អាចដំណើរការបានដែរចឹងហើយបានរុស្ស៊ីគេវាយបាទគេវាយរហូតតាមអាកាសហ្នឹងឯងក្នុងមួយថ្ងៃរាប់ពី300ក្របបាទទាំងអស់ទាំងកំជ្រួចទាំងដ្រូនទាំងតាមយន្តហោះតាមអីហ្នឹងពី300ក្របរាល់ថ្ងៃចឹងបាទឥឡូវចូលដល់សមរភូមិចឹងសមរភូមិនេះគឺវាមានការពាក់ព័ន្ធទៅនឹងការចរចានេះយ៉ាងច្បាស់លាស់តែម្ដងថ្មីនេះគឺលោកពូទីនលោកបានទៅជួបជាមួយនឹងគេហៅថាទីបញ្ជាការទៅជួបជាមួយនឹងមេតបដែលកំពុងតែឈរជើងនៅជួរមុខដឹកនាំបញ្ជាប្រតិបត្តិការទឹកលើទឹកដីអ៊ុយក្រែននេះហើយនៅទីនោះបើខ្ញុំគ្រាន់តែមើលរូបភាពទេគឺគេមិនមាននិយាយអីច្រើនវែងឆ្ងាយទេតាមដែលខ្ញុំមើលរូបភាពនេះគឺវាពាក់ព័ន្ធទៅនឹងទីក្រុងពីរនេះឯងតំបន់ប៉ាក្រូស្គីហើយនិងតំបន់គូពានតំបន់ប៉ាក្រូស្គីនិងតំបន់គូពាននេះហើយតំបន់ពីរនេះគឺបើយើងនិយាយអំពីទីតាំងវិញគឺថាខាងអ៊ុយក្រែនក៏គេមិនគេថាគេអស់តម្លៃប្រមាណក៏គេអត់ចង់ឲ្យបាត់ដែរហើយខាងរុស្ស៊ីគឺជាការពិតគឺថាគេព្យាយាមវាយយកតំបន់ពីរនេះគឺយូរហើយប៉ុន្តែវាយយកមិនបានទេហើយឥឡូវនេះគឺតំបន់ពីរនេះគឺវាសឹងតែធ្លាក់មកលើដៃរុស្ស៊ីនឹង 100% ហើយបាទ 100% ហើយ
ប៉ុន្តែបញ្ហាដែលខ្ញុំក្រាខ្ញុំបានលើកឡើងនៅវីដេអូមុនគឺដូចវីដេអូនេះដែរគឺថានៅទីនោះគឺទីក្រុងធំបាទទីក្រុងធំហើយផ្ទះថ្មហ្នឹងវារាប់ពាន់ល្វែងបាទរាប់ពាន់ល្វែងហើយមានរោងចក្រទៅទៀតរោងចក្រនេះមិនមែនត្រឹមតែរោងចក្រនៅលើដីទេវាមានហេដ្ឋារចនានៅក្រោមដីទៅទៀតចឹងនៅទីនោះគឺត្រូវការរុស្ស៊ីគេត្រូវការពេលវេលាដើម្បីបោសសម្អាតបាទដើម្បីបោសសម្អាតចឹងទីក្រុងពីរនេះបើយើងនិយាយពីគឺថានិយាយពីភាពចាក់ស្ដែងហ្នឹងវាធ្លាក់មកលើដៃកងទ័ពរុស្ស៊ីរួចហើយតាមគេហៅថាយុទ្ធសាស្ត្រកងទ័ពយុទ្ធសាស្ត្រកងទ័ពទីក្រុងពីរនេះគឺជាទីក្រុងដែលអាចឲ្យកងទ័ពរុស្ស៊ីពង្រីកទៅកាន់ខេត្តដទៃទៀតងាយស្រួលតំបន់ដទៃទៀតខេត្តដទៃទៀតងាយស្រួលអញ្ចឹងមានន័យថាបើទៅគៀវក៏ទៅបានហើយបើទៅខាងអូឌីសាតំបន់អូឌីសាខេត្តអូឌីសានោះក៏ទៅបានតំបន់ញីកូឡៃនោះក៏ទៅបានហើយតំបន់ញៀវនឹងទីខេត្តថ្មីនោះគឺរុស្ស៊ីវាយកាន់កាប់បាននៅទឹកដីមួយចំនួនហើយអញ្ចឹងឥឡូវនេះបើយើងនិយាយអំពីខេត្តថ្មីយើងនិយាយខេត្តថ្មីឥឡូវហ្នឹងគឺវាយខេត្តថ្មីហ្នឹងមួយហើយបាទមួយហើយអញ្ចឹងឥឡូវហ្នឹងបើយកបានទីក្រុងពីរហ្នឹងរុស្ស៊ីអាចវាយទៅខេត្តពីរថែមទៀតអញ្ចឹងបើយើងនិយាយខ្ញុំកណាជម្រាបរាប់ឲ្យស្ដាប់ឡើងវិញចុះរុស្ស៊ីសប្តាហ៍ថ្ងៃហ្នឹងគឺវាយនៅខេត្ត4បាទនៅខេត្តលូហាន់ហ្នឹងគឺរុស្ស៊ីកាន់កាប់សឹងតែ 100% ហើយខេត្តដូណេតហ្នឹងគឺរុស្ស៊ីកាន់កាប់ប្រហែលជា80 ទៅ 85% ហើយខេត្ត Zaporozhye ហ្នឹងក៏រុស្ស៊ីកាន់កាប់ហាក់ប្រហែលនឹងដែរខេត្ត Kherson ហ្នឹង 60% ហើយឥឡូវនេះគឺមិនមែនឥឡូវទេគឺវាយយូរហើយគឺនៅខេត្ត Kharkiv ខេត្តទី5ឥឡូវហ្នឹងចូលដល់ខេត្តទី6គឺខេត្តញៀវហើយបើយកបានទីក្រុងពីរហ្នឹងឥឡូវយកបានទីក្រុងពីរហ្នឹងរុស្ស៊ីអាចវាយទៅខេត្ត2ថែមទៀតអញ្ចឹងសរុបទាំងអស់ទៅគឺប្រហែលជា7ខេត្តបាទឥឡូវហ្នឹងគឺវាយ Kharkiv ដាញៀត Luhansk Zaporozhye Kherson ហើយឥឡូវនេះអាចវាយឥឡូវនេះវាយទីខេត្តទី6ខេត្តញៀវហើយអាចបន្តិចទៀតនឹងវាយថែម2ទៀតបាទផែនទីញីកូឡៃហើយនឹងខេត្តអូឌីសាអញ្ចឹងខ្ញុំគិតថាការចរចានេះគឺវាមានការពាក់ព័ន្ធជាមួយនឹងសមរភូមិប្រសិនបើខាងអ៊ុយក្រែនបាទខាងអ៊ុយក្រែនឬក៏ខាងអឺរ៉ុបនៅតែព្យាយាមគេហៅថាអល់ឯកមិនព្រមចុះហត្ថលេខាទៅលើឯកសារដែលខាងអ៊ុយក្រែនបានឯកភាពហើយបានកែមួយចំនួនរុស្ស៊ីបានកែមួយចំនួនហើយខ្ញុំគិតថាស្ថានភាពទៅថ្ងៃខាងមុខនេះគឺខាងអ៊ុយក្រែនរឹតតែអាក្រក់ជាងនេះទៅទៀតហើយបើមានការចុះហត្ថលេខាឥឡូវនេះខ្ញុំគិតថាប្រហែលជាស្ថានភាពនៅល្អខនបាទហើយចំណុចដែលខ្ញុំចង់បញ្ជាក់សារជាថ្មីម្ដងទៀតរឿងបញ្ហាដែលខ្ទាស់គ្នាបាទបញ្ហាដែលខ្ទាស់គ្នានេះគឺមានតែ2ចំណុចទេបាទបញ្ហាខ្ទាស់គ្នានៅតែ2ចំណុចធំចំណុចទី1គឺតើសំណើរបស់គេដែលចង់បាននេះគេចង់បានយ៉ាងដូចម្ដេចអញ្ចឹងគេចង់បានថាឲ្យរុស្ស៊ីត្រឹមតែតំបន់ដានបាសបាទអញ្ចឹងតំបន់ដានបាសនោះបើយើងនិយាយដូណេតហ្នឹងគឺបើសិនជាយើងនិយាយតំបន់ដានបាសហ្នឹងវាត្រឹមតែការគ្រប់គ្រងសប្តាហ៍ហ្នឹងបានន័យថាគាត់គ្រប់គ្រងប៉ុណ្ណាគឺត្រឹមប៉ុណ្្នឹងបាទមានន័យថាកងទ័ពរុស្ស៊ីគ្រប់គ្រងប៉ុណ្ណាគឺឯកភាពគ្នាប៉ុណ្្នឹងហើយចំណុចទី1ទៀតខ្ញុំគិតថាអ្វីដែលមិនឯកភាពគ្នានោះគឺរុស្ស៊ីគេបានបញ្ចូលខេត្តដែលខ្ញុំលើកឡើងមិញនេះខេត្ត Kherson ខេត្តដាញៀត Luhansk ខេត្ត Zaporozhye ទៅក្នុងរដ្ឋធម្មនុញ្ញគេរួចទៅហើយអ
chẳng miền này thà đồng bọn đàn bá này cái vô khang oi Ukraine này cứ cái trong sna pan nâng cái trong sna tha vô thầm tại đồng bọn đàn bá thì cho bên này khang Russia trong cái trong cái tha bờ sân chia khai tầng buôn nâng bà khai tầng buôn nâng trâm tại đồng bọn chùa chướng rứ có tầng mùl bà khang Russia cục rong sân tại vô cục rong tầng mùl rứ có đồng bọn chùa chướng và hai chị bạn ai kịp hiệp kia chẳng ca để mình ai kịp hiệp nên cứ miền đại pi chỉ nói năng ấy bà khang oi Ukraine trong bắt bong thầm tại đồng bọn đánh bạc năng ti chẳng khai Zaporozhye khai Kherson nó cứ từ lọp màu khang Ukraine vinh bà phần nàyปัญหา នេះមិនអាចទៅរួចទេព្រោះរុស្ស៊ីគេបានបញ្ចូលខេត្តទាំងនេះទៅក្នុងរដ្ឋធម្មនុញ្ញឧបសម្ព័ន្ធគេរួចទៅហើយបាទអញ្ចឹងគឺបើថាចរចាគ្នាគឺត្រឹមតែប៉ុណ្ណេះខ្ញុំគិតថារុស្ស៊ីអាចព្រមហើយទី1គឺខេត្តទាំង4ហ្នឹងគឺរុស្ស៊ីគ្រប់គ្រងអញ្ចឹងអ៊ុយក្រែនទៅដើរចេញបាទប្រមាណភាគរយទៅដើរចេញអាហ្នឹងគឺអាចរុស្ស៊ីព្រមទី1គឺរុស្ស៊ីទី2គឺរុស្ស៊ីក៏អាចព្រមដែរគឺខេត្តទាំង4ហ្នឹងរុស្ស៊ីឈរជើងប៉ុណ្ណាគឺអានោះគឺរុស្ស៊ីគ្រប់គ្រងក្រោយពីហ្នឹងអ៊ុយក្រែនគ្រប់គ្រងចោះអញ្ចឹងនឹងជាបញ្ហាក្រោយពីនោះខ្ញុំគិតថាមិនមានបញ្ហាធំដុំទេបាទហើយចំណុចកន្លែងនេះគឺខ្ញុំចង់លើកឡើងបន្ថែមទៀតថាទោះបីមានការខ្ទាស់គ្នាយ៉ាងដូចនេះក៏ដោយខ្ញុំគិតថាអាចនឹងពីនេះទៅដល់ចូលឆ្នាំសកលអាចនឹងចុះហត្ថលេខាប៉ុន្តែបើមិនចុះមិនតន់ចុះហត្ថលេខាទេខ្ញុំគិតថា2026ដើមឆ្នាំ2026ហ្នឹងគឺនឹងចុះហត្ថលេខាហើយខ្ញុំចង់បញ្ជាក់ថែមទៀតថាបើអូសបន្លាយកាន់តែវែងស្ថានភាពសម្រាប់អ៊ុយក្រែនហ្នឹងកាន់តែអាក្រក់ទៅបាទកាន់តែអាក្រក់ទៅអាក្រក់នៅត្រង់ថារុស្ស៊ីគ្រប់គ្រងបាទគ្រប់គ្រងទឹកដីកាន់តែធំទៅបាទធំទៅនេះគឺសម្រាប់វីដេអូថ្ងៃនេះខ្ញុំទូថ្វាយនឹងជម្រាបជូនចែកចម្លែកគឺមានប៉ុណ្ណឹងសូមអរគុណសូមអរគុណ